12ឆ្នាំបានកន្លងផុតទៅមនុស្ស239នាក់បានបាត់ខ្លួនទៅក្នុងអាកាសយ៉ាងអែតកំបាំងជាមួយនឹងជើងហោះហើររបស់ក្រុមហ៊ុន Malaysia Airlines ដែលមានលេខសម្គាល់ MH370 ខណៈដែលពិភពលោកស្ទើរតែអស់សង្ឃឹមនិងបោះបង់ចោលនៅការតាមស្វែងរកយន្តហោះ MH370 នោះបាត់ទៅហើយក្រោយពេលដែលផ្អាកស្វែងរកមួយរយៈធំកាលពីឆ្នាំ2018ស្រាប់តែពេលនេះមានដំណឹងដ៏ល្អមួយរបស់ក្រុមហ៊ុនយាអាមេរិកដែលជំនាញខាងរើសរកខាងក្នុងបាតសមុទ្រនោះគឺក្រុមហ៊ុន Ocean Infinity បានចេញមុខមកប្រកាសកាច់ផ្ដាច់នៅមន្ទិលសង្ស័យរបស់មហាជនទូទាំងពិភពលោកដោយពួកគេជឿជាក់ថាពួកគេនឹងអាចស្វែងរកនៅផ្នែកសំខាន់របស់យន្តហោះ MH370 នោះបានដោយសំអាងទៅលើភស្តុតាងថ្មីមួយចំនួនដែលបានមកពីការសិក្សាទៅលើរលកធាតុអាកាសដែលពួកគេបានរកឃើញក្រុមហ៊ុន Ocean Infinity ថែមទាំងហ៊ានភ្នាល់សារជាថ្មីម្ដងទៀតជាមួយនឹងថវិកាផ្ទាល់ខ្លួនចំនួនរាប់សែនដុល្លារក្រោមគម្រោង No Cure No Fee មានន័យជាភាសាខ្មែរថាបើរកមិនឃើញគឺមិនយកលុយឡើយតើពួកគេបានជួបប្រទះនិងស្វែងរកបានភស្តុតាងថ្មីអ្វីខ្លះតើបច្ចេកវិទ្យាឬក៏តម្រុយសម្ងាត់បែបណាដែលនាំឲ្យពួកគេនឹងហ៊ានភ្នាល់ដ៏ធំបែបនេះហើយសម្រាប់ admin ផ្ទាល់ក៏ចង់ដឹងដូចគ្នាថាតើមានអ្វីថ្មីសម្រាប់ឆ្នាំ2026នេះដែលពួកគេអាចពិតជាដឹងពីតម្រុយនៃជើងហោះហើរ MH370 ឬយ៉ាងណាហើយបន្តិចទៀតនេះពួកយើងនឹងមកដឹងលម្អិតទាំងអស់គ្នានៅក្នុងវីដេអូមួយនេះជំរាបសួរប្រិមិត្តទាំងអស់គ្នាប្រសិនបើប្រិមិត្តចូលចិត្តនៅវីដេអូមួយនេះក៏ដូចជាចូលចិត្តតាមដាននៅរឿងរ៉ាវប្លែកៗជាច្រើនទៀតសូមជួយចុច Subscribe ទៅលើ Channel វីដេអូម្នាក់ពុញផងណារាល់ការចុច Subscribe របស់បងប្អូនទាំងអស់គ្នាគឺជាកម្លាំងចិត្តដ៏ធំមែនទែនសម្រាប់ admin នៅក្នុងការបន្តធ្វើវីដេអូបែបនេះបន្តទៀតអរគុណច្រើនប្រិមិត្តជាច្រើនប្រកាសជាចាំបានថាកាលពីជាង12ឆ្នាំមុនពលគឺនៅក្នុងកំឡុងឆ្នាំ2014មានជើងហោះហើរមួយរបស់ក្រុមហ៊ុន Malaysia Airlines គឺជាជើងហោះហើរដែលមានលេខសម្គាល់ MH370 តែបានបាត់ខ្លួនយ៉ាងអែតកំបាំងនៅលើផ្ទៃអាកាសដ៏ធំល្វឹងល្វើយក្រោយកាត់ហេតុទោះបីជាមានប្រតិបត្តិការស្វែងរកដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រពីសំណាក់ប្រទេសជាង26ប្រទេសក៏ដោយក៏ប៉ុន្តែគេនៅតែមិនអាចស្វែងរកនៅតម្រុយរបស់យន្តហោះនោះបានសូម្បីតែតួខ្លួនយន្តហោះទាំងមូលនិងប្រអប់ខ្មៅវាក៏នៅតែជាអាចកំបាំងដែលលាក់ខ្លួននៅក្នុងបាតសមុទ្រដ៏ជ្រៅមានមតិជាច្រើនបានលើកឡើងជាបន្តបន្ទាប់ទាក់ទងនឹងការបាត់ដំណឹងរបស់យន្តហោះ MH370 ហើយមានមតិខ្លះបាននិយាយថាវាទំនោរអាចជាករណីប្លន់យន្តហោះដែលកាត់ឡើងមកពីចេតនារបស់ pilot យន្តហោះផ្ទាល់តែម្ដងសម្រាប់ព័ត៌មានមួយនេះគឺយើងមិនទាន់អាចនឹងដឹងពីមូលហេតុពិតប្រាកដនោះទេនេះគ្រាន់តែជាមតិលើកឡើងមួយចំនួនតែប៉ុណ្ណោះហើយសម្រាប់ការរកយន្តហោះ MH370 ត្រូវបានគេចាត់ទុកថាគឺជាការរកដ៏ធំនៅក្នុងប្រវត្តិសាស្ត្រអាកាសចរដែលចំណាយថវិកាច្រើនបំផុតពួកយើងនឹងវិលត្រឡប់ទៅក្រោយបន្តិចដែលពេលវេលានោះគឺនៅយប់ថ្ងៃទី8ខែមីនាឆ្នាំ2014មានជើងហោះហើរមួយដែលមានលេខសម្គាល់ MH370 គឺជាជើងហោះហើររបស់អាកាសចរ Malaysia Airlines ជើងហោះហើរមួយនេះប្រើប្រាស់យន្តហោះប្រភេទ Boeing 777-200 ER ដោយការវិភាគដែលបានរៀបចំយន្តហោះនឹងត្រូវចាក់ចេញពីកូឡាឡាំពូប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៃប្រទេសចិនដែលវាគឺជាជើងហោះហើរមួយក្នុងចំណោមជើងហោះហើរប្រចាំថ្ងៃដែលប្រតិបត្តិការដោយក្រុមហ៊ុន Malaysia Airlines ការធ្វើដំណើររបស់យន្តហោះនេះគឺចេញពីអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពូឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីប៉េកាំងប្រទេសចិនដោយនៅថ្ងៃនោះនៅលើយន្តហោះមានមនុស្សសរុបចំនួន239នាក់ដែលក្នុងនោះអ្នកដំណើរជាតិនិងអន្តរជាតិចំនួន227នាក់មានពលរដ្ឋចិនចំនួន153នាក់ដែលពួកគេនោះគឺជាអ្នកដែលទើបតែត្រឡប់មកពីពិព័រណ៍សិល្បៈអក្សរផ្ចង់និងស្នាដៃនៅក្នុងទីក្រុងកូឡាឡាំពូហើយ12នាក់ផ្សេងទៀតគឺជាក្រុមអាកាសយានិកនៃជើងហោះហើរនេះតែម្ដងការហោះហើរនាថ្ងៃនេះត្រូវបានគេដឹងថាគ្រប់គ្រងការហោះហើរទាំងស្រុងដោយកាពីតាននិង co-pilot ដែលមានបទពិសោធន៍និងជំនាញរបស់ក្រុមហ៊ុន Malaysia Airlines ដែលគេស្គាល់ឈ្មោះថា Sahari Ahmad Shah គាត់មានអាយុ52ឆ្នាំនាថ្ងៃកើតហេតុដែលលោក Sahari គឺជាកាពីតាននៃជើងហោះហើរមួយនេះតាមដែលគេដឹងលោកមានមក
ងហោះហើរសរុបចំនួន 18,365 ម៉ោងចំណែកឯ Co-pilot វិញត្រូវបានគេស្គាល់ឈ្មោះថា Fari Abdul Hamid គាត់មានអាយុ26ឆ្នាំនាថ្ងៃកើតហេតុប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ពី Co-pilot Fari គឺជើងហោះហើរ MH370 នេះគឺជាជើងហោះហើរវឹកវើងចុងក្រោយរបស់គាត់ជាមួយនឹងយន្តហោះ Boeing 777-200 នេះហើយគាត់នឹងត្រូវទទួលការប្រឡងនឹងការវិតម្លៃនៅជើងហោះហើរបន្ទាប់ Co-pilot Fari គាត់មានបទពិសោធន៍ហោះហើរសរុប 2,763 ម៉ោងតែប៉ុណ្ណោះក្រោយពេលគ្រប់យ៉ាងត្រូវបានត្រៀមរួចរាល់អស់កាពីតានសាហារីបានធ្វើការស្នើសុំទៅក្រុមអ្នកបញ្ជាដែនអាកាសនៃប្រលានយន្តហោះកូឡាឡាំពូឬយើងហៅកាត់ថា ATC ដើម្បីត្រៀមស្នើសុំការហោះហើរចាក់ចេញពីប្រលានយន្តហោះកូឡាឡាំពូដោយការវិភាគដែលបានក្រុងទុកសម្រាប់ការហោះហើរមួយនេះគឺមានរយៈពេល 5 ម៉ោងនិង 34 នាទីយន្តហោះបានចាក់ប្រេងឥន្ធនៈសរុប 18,200 ផោនឬស្មើនឹង 61,043 លីត្ររួមទាំងប្រេងបម្រុងផងដែរដែលវាអាចអនុញ្ញាតឲ្យយន្តហោះហោះហើររយៈពេល 7 ម៉ោងនិង 31 នាទីដោយមិនឈប់ចាក់ប្រេងនោះទេនេះវេលាម៉ោង 12 និង 41 នាទីយប់យន្តហោះ MH370 បាន taxi ឡើងទៅលើ runway លេខ 32A នៃប្រលានយន្តហោះកូឡាឡាំពូនិងត្រៀមធ្វើការហោះហើរឡើងលើអាកាសយ៉ាងរលូនដោយគ្មានសញ្ញាមិនប្រក្រតីណាមួយកាត់ឡើងនោះឡើយនៅម៉ោង 12:46 នាទីពលគឺ 5 នាទីក្រោយពេលដែលយន្តហោះបានហោះផុតពីដីអ្នកបញ្ជាដែនអាកាសរបស់ម៉ាឡេស៊ីឬក៏ ATC ម៉ាឡេស៊ីបានអនុញ្ញាតឲ្យជើងហោះហើរ MH370 ហោះក្នុងរយៈកម្ពស់ level 350ដែល level 350នោះគឺស្មើនឹង 35,000 feet នៅម៉ោង 1 និង 1 នាទីយកគឺជាពេលវេលារំលងអត្រាដី Pilot បានជូនដំណឹងជាធម្មតាទៅកាន់អ្នកបញ្ជាដែនអាកាសរបស់ម៉ាឡេស៊ីដែលនៅលើដីថាយន្តហោះរបស់ពួកគេបានហោះក្នុងរយៈកម្ពស់ថេរគឺ 35,000 feet ដោយមិនមានការប្រែប្រួលអ្វីនោះឡើយបន្ទាប់មកនៅវេលាម៉ោង 1 និង 8 នាទីក្រុម Pilot នៃ MH370 បានបញ្ជាក់ពីកម្ពស់យន្តហោះរបស់ពួកគេសារជាថ្មីម្ដងទៀតទៅកាន់អ្នកបញ្ជាដែនអាកាសនៅម៉ាឡេស៊ីថាពួកគេកំពុងតែស្ថិតនៅក្នុងកម្ពស់ដដែលយន្តហោះ MH370 បានបន្តហោះហើរជាធម្មតាអស់ជិត20 នាទីទៀតពលគឺនៅវេលាម៉ោង 1 និង 19 នាទីយន្តហោះកំពុងតែហោះជិតចាក់ចេញពីដែនអាកាសរបស់ម៉ាឡេស៊ីហើយដើម្បីត្រៀមចូលទៅក្នុងដែនអាកាសរបស់ប្រទេសវៀតណាមកាពីតានសាហារីត្រូវបាន ATC ម៉ាឡេស៊ីណែនាំឲ្យផ្លាស់ប្ដូរប្រេកង់វិទ្យុទាក់ទងពី ATC ម៉ាឡេស៊ីទៅកាន់ ATC នៅប្រទេសវៀតណាមវិញហើយពេលនោះហើយគឺជាពេលដែលឆ្លើយឆ្លងចុងក្រោយបំផុតរវាងក្រុម Pilot MH370 ជាមួយនឹងអ្នកបញ្ជាដែនអាកាសម៉ាឡេស៊ីនឹងឈានទៅដល់ការបាត់យន្តហោះពីប្រព័ន្ធទាក់ទងនៅម៉ោង 1 និង 21 នាទីយប់នេះគឺជាសារសម្លេងចុងក្រោយដែលកាពីតានសាហារីបាននិយាយទៅកាន់អ្នកបញ្ជាដែនអាកាសម៉ាឡេស៊ីតាមរយៈវិទ្យុទាក់ទងរបស់យន្តហោះ Malaysian 370 contact Ho Chi Minh 120.9 good night Malaysian 370ហើយទាំងអស់នេះគឺជាពាក្យសម្ដីនិងការតាក់ទងសម្លេងចុងក្រោយបង្អស់ពីយន្តហោះ MH370 មុនពេលដែលបាត់ខ្លួនពីប្រព័ន្ធរ៉ាដានាវេលាម៉ោង 1 និង 20 នាទីរំលងអធ្រាត្រយន្តហោះបានហោះដល់ចំណុចអាការីដែលស្ថិតនៅលើសមុទ្រចិនខាងត្បូងដែលវាគឺជាចំណុចព្រំប្រទល់រវាងប្រទេសម៉ាឡេស៊ីនិងប្រទេសវៀតណាមនៅពេលដែលយន្តហោះហោះដល់ចំណុចនេះតាមជាក់ស្ដែងក្រុម Pilot គួរតែភ្ជាប់ទំនាក់ទំនងជាមួយនឹង ATC វៀតណាមប៉ុន្តែខាង ATC របស់ប្រទេសវៀតណាមគឺមិនបានទទួលនៅការតាក់ទងពីក្រុម Pilot MH370 នោះទេ ATC វៀតណាមបានរងចាំការតាក់ទងរហូតដល់ 5 នាទីក្រោយមកទើបឧបករណ៍បញ្ជូនអត្តសញ្ញាណរបស់យន្តហោះឬភាសាបច្ចេកទេសគេហៅថា Transponder Mode S របស់យន្តហោះស្រាប់តែត្រូវបានបិទឬឈប់ដំណើរការភ្លាមៗដោយមិនដឹងមូលហេតុហើយនៅវេលាម៉ោង 1 និង 21 នាទីសញ្ញារបស់យន្តហោះ MH370 បានបាត់ស្រមោលទាំងស្រុងពីលើអេក្រង់រ៉ាដាស៊ីវិលប្រទេសវៀតណាមដោយយន្តហោះបានបញ្ជូននៅសញ្ញាអាសន្នឬរាយការណ៍ពីបញ្ហាអាកាសធាតុអ្វីមួយទៅកាន់អ្នកគ្រប់គ្រងដែនអាកាសរបស់ប្រទេសទាំងពីរនោះទេអ្នកបញ្ជាដែនអាកាសរបស់វៀតណាមបានព្យាយាមតាក់ទងទៅកាន់យន្តហោះ MH370 តាមរយៈប្រេកង់ជាច្រើនលើកប៉ុន្តែมันមានការឆ្លើយតបមកវិញពី MH370 នោះឡើយលុះដល់ម៉ោង 1 និង 35 នាទីពលគឺ 14 នាទីក្រោយពេលដែលបាត់សញ្ញា ATC របស់ប្រទេសវៀតណាមបានទូរស័ព្ទមកកាន់ ATC របស់ប្រទេសម៉ាឡេស៊ីដើម្បីសាកសួរនិងរាយការណ៍ថា MH370 គឺមិនបានទំនាក់ទំនងជាមួយនឹងប្រព័ន្ធរបស់ខ្លួននោះទេហើយថែមទាំងបាត់សញ្ញាពីអេក្រង់រ៉ាដាទៀតផង ATC របស់វៀតណាមបានព្យាយាមតាក់ទងទៅយន្តហោះផ្សេងទៀតដែលស្ថិតនៅ
307និង MH307 ក្នុងកន្លងផ្លូវរត់ជាមួយគ្នាមុនពេលដែលវាបាត់ខ្លួនដើម្បីឲ្យជួយតាក់ទងជាស្ដែងដូចជាជើងហោះហើរ Emirates EK347 ពួកគេបានជួយតាក់ទងទៅកាន់យន្តហោះ MH307 តាមរយៈប្រេកង់អាសន្នឬភាសាបច្ចេកទេសគេហៅថា Emergency Frequency របស់យន្តហោះប៉ុន្តែ pilot របស់យន្តហោះ Emirates EK347 បានរាយការណ៍ថានៅពេលដែលពួកគេតាក់ទងទៅកាន់ pilot MH307 តាមរយៈប្រេកង់ស្រាប់តែពួកគេបានឮសំឡេងរអាក់រអួលឬសំឡេងខ្សឹបៗប៉ុន្តែមិនអាចស្ដាប់យកនៃអ្វីបានឡើយវាហាក់ដូចជាសំឡេងរអ៊ូរទាំខ្សោយនិងមានសំឡេងរំខានខ្លាំងហើយក៏ដាច់ការតាក់ទងចាប់ពីពេលនោះទៅក្រោយពេលដែល ATC Malaysia ទទួលបានទូរស័ព្ទពី ATC របស់ប្រទេសវៀតណាមរួចនៅម៉ោង 1:35 នាទីដដែល ATC Malaysia បានធ្វើការស្វែងរកយន្តហោះនោះតាមរយៈប្រព័ន្ធផ្កាយរណបនិងបានតាក់ទងទៅក្រុមហ៊ុនអាកាសចរ Malaysia Airlines ដើម្បីសាកសួរពីទីតាំងព័ត៌មានរបស់យន្តហោះដែលបានបាត់ដាននាវេលាម៉ោង 2:15 នាទីក្រុមការងាររបស់ Malaysia Airlines បានជូនដំណឹងទៅកាន់ ATC Malaysia វិញថាយន្តហោះ MH307 គឺកំពុងតែហោះហើរជាធម្មតានៅក្នុងដែនអាកាសរបស់ប្រទេសកម្ពុជាព័ត៌មាននេះពួកគេទទួលបានមកពីប្រព័ន្ធតាមដានទិន្នន័យជើងហោះហើរផ្ទៃក្នុងរបស់ក្រុមហ៊ុនតែប៉ុណ្ណោះដែលបច្ចេកទេសនោះគេហៅថា Flight Tracking System ដែលតាមពិតប្រព័ន្ធនេះវាមានសមត្ថភាពត្រឹមតែគណនាពឹងផ្អែកទៅលើការប៉ាន់ស្មានទៅតាមការវិភាគដែលហោះហើររបស់យន្តហោះតែប៉ុណ្ណោះដូចនេះទិន្នន័យដែលបានមកពីវាមិនមែនជាទីតាំងរ៉ាដាពិតប្រាកដរបស់យន្តហោះនោះឡើយក្រោយពីទទួលបានព័ត៌មានមួយនេះក្រុម ATC Malaysia បានបន្តតាក់ទងទៅកាន់ ATC របស់កម្ពុជាដែលស្ថិតនៅភ្នំពេញដើម្បីសាកសួរព័ត៌មានអំពីជើងហោះហើរ MH307 ថាយន្តហោះមួយនេះបានចូលមកក្នុងដែនអាកាសកម្ពុជាដែរឬទេពេលនោះ ATC កម្ពុជាបានពិនិត្យនិងបញ្ជាក់យ៉ាងច្បាស់ថាពួកគេគឺមិនមានសញ្ញាតាក់ទងនឹងយន្តហោះ MH307 ចូលមកក្នុងដែនអាកាសរបស់ប្រទេសកម្ពុជានោះឡើយ ATC Malaysia ក៏បានបន្តតាក់ទងទៅកាន់ ATC ថៃនិង ATC នៅប្រទេសឥណ្ឌូនេស៊ីផងដែរប៉ុន្តែប្រទេសទាំងនោះបានបញ្ជាក់ដូចគ្នាថាពួកគេមិនបានឃើញនៅសញ្ញា MH307 ចូលក្នុងដែនអាកាសរបស់ពួកគេនោះទេក្រោយពីការព្យាយាមតាក់ទងសួរព័ត៌មានពី ATC Malaysia អស់ពេលជាច្រើនម៉ោងពួកគេនៅតែមិនទាន់ទទួលបានដំណឹងជាក់លាក់ណាមួយអំពីជើងហោះហើរ MH307 ទើប ATC Malaysia បានគិតថាប្រហែលជាក្រុមពីឡុតកំពុងតែជួបបញ្ហាអាកាសធាតុណាមួយហើយតែពួកគេរងចាំព័ត៌មានបន្តទៀតទោះបីជាដឹងថាយន្តហោះបានបាត់សញ្ញាតាំងពីម៉ោង 1:21 នាទីក៏ដោយប៉ុន្តែដោយសារតែមានការភ័ន្តច្រឡំទៅលើព័ត៌មានទីតាំងក៏ដូចជាការសម្របសម្រួលដែលខ្វះប្រសិទ្ធភាពទើបធ្វើឲ្យមានការពន្យាពេលរហូតដល់ច្រើនម៉ោងបែបនេះរហូតមកដល់ម៉ោង 5:30 នាទីព្រឹកទើបប្រតិបត្តិការស្វែងរកនិងសង្គ្រោះត្រូវបានចាប់ផ្ដើមឡើងដោយក្រុមអាជ្ញាធររបស់ប្រទេសម៉ាឡេស៊ីហើយនាម៉ោង 6:32 នាទីព្រឹកពលគឺជិត 5 ម៉ោងក្រោយពេលដែលបាត់សញ្ញាយន្តហោះទើប ATC Malaysia បានប្រកាសអាសន្នជាផ្លូវការអំពីការបាត់ដំណឹងរបស់ជើងហោះហើរ MH307 បន្ទាប់ពីការប្រកាសដំណឹងបាត់យន្តហោះ MH307 ក្រោយមករដ្ឋាភិបាលប្រទេសម៉ាឡេស៊ីចាប់ផ្ដើមដុតដៃដុតជើងក្នុងការបើកប្រតិបត្តិការរករោគទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រដោយការរករោគចាប់ផ្ដើមភ្លាមពីទីតាំងដែលបានបាត់សញ្ញាសម្រាប់ការរករោគយន្តហោះ MH307 ត្រូវបានគេចែកចេញជា 4 ដំណាក់កាលធំដោយរាប់ចាប់តាំងពីពេលដែលយន្តហោះបានបាត់ដានដំបូងដោយដំណាក់កាលនីមួយៗមានការសហការពីបណ្ដាប្រទេសជាច្រើនហើយត្រូវបានគេចាត់ទុកថាគឺជាការរករោគដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រអាកាសចរស៊ីវិលនិងចំណាយនឹងថវិកាច្រើនបំផុតដូចគ្នាដំណាក់កាលទី1គឺជាការរករោគដំបូងដែលចាប់ផ្ដើមដោយការកំណត់យកទីតាំងសមុទ្រចិនខាងត្បូងនិងច្រកសមុទ្រម៉ាឡាកាដែលចាប់ផ្ដើមនៅថ្ងៃទី 8 មីនារហូតដល់ថ្ងៃទី 17 ខែមីនាឆ្នាំ 2014ដែលពេលនោះគឺជាពេលវេលាដែលយន្តហោះ MH307 បានបាត់ដំណឹងដំបូងដើមឡើយការស្វែងរកគឺផ្ដោតទៅលើសមុទ្រចិនខាងត្បូងនិងប្រទេសសៀមដែលនោះគឺជាទីតាំងចន្លោះប្រទេសម៉ាឡេស៊ីនិងប្រទេសវៀតណាមដែលវាជាទីតាំងដែលយន្តហោះបានបាត់សញ្ញារ៉ាដាស៊ីវិលដំបូងបំផុតប៉ុន្មានថ្ងៃក្រោយមកគេចាប់ផ្ដើមផ្លាស់ប្ដូរទិសដៅដោយនៅពេលដែលយោធាម៉ាឡេស៊ីបានទាញយកទិន្នន័យរ៉ាដាយោធាមកពិនិត្យទើបដឹងថាបន្ទាប់ពីបាត់សញ្ញាស៊ីវិលនៅចំណុចអាការីដែលជាចន្លោះព្រំដែនម៉ាឡេស៊ីនិងប្រទេសវៀតណាមនាម៉ោង 1:21 នាទីយន្តហោះចាប់ផ្ដើមបត់ឆ្វេងភ្លាមដោយត្រឡប់មកទិសនិរដីវិញដោយហោះឆ្លងកាត់ភាគខាងជើងនៃប្រទេសម៉ាឡេស៊ីកាត់តាមរដ្ឋកេឡានតាន់និងប៉េរ៉ារួចតម្រង់ទៅខាងត្បូងនៃកោះប៉េណាងរួចបានបត់តម្រង់ទិសដៅទៅទិសពីយប់ចូល
ចូលទៅក្នុងច្រកសមុទ្រម៉ាឡាកានិងច្រកសមុទ្រអាដាមែនពេលនោះហើយដែលក្រុមអ្នករករចាប់ផ្ដើមបដូរទិសដៅស្វែងរកទៅកាន់ច្រកសមុទ្រម៉ាឡាកានិងច្រកសមុទ្រអាដាមែនវិញក្រុមអ្នករករបានប្រើប្រាស់មធ្យោបាយរករទាំងផ្លូវអាកាសនិងផ្លូវទឹកជាច្រើនដូចជាកប៉ាល់ចម្បាំងយន្តហោះល្បាតសមុទ្រនិងផ្កាយរណបសង្កេតការណ៍ពីបណ្ដាប្រទេសជាច្រើនទៀតហើយសម្រាប់លទ្ធផលនៃការរករលើកទី1គឺបរាជ័យអ្នករករគឺមិនបានរកប្រទះឃើញនៅតម្រុយឬបំណែកបែកបាក់ណាមួយឡើយដោយសារតែពួកគេស្វែងរកខុសទីតាំងតាំងពីដំបូងមកម្លេះដូចនេះតើពួកគេនឹងធ្វើអ្វីបន្តទៀតអ្វីនៅតែបន្តហើយក៏ឈានចូលដល់ដំណាក់កាលទី2នេះឯងដោយចាប់ផ្ដើមពីការស្វែងរកតាមច្រករបៀងម៉ាឡេស៊ីនិងភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌាចាប់ផ្ដើមនៅថ្ងៃទី18ខែមីនារហូតដល់ថ្ងៃទី28ខែមេសាក្នុងឆ្នាំ2014ដដែលក្រុមអ្នករករបានឃើញទិន្នន័យពីផ្កាយរណប Inmarsat ដែលជាផ្កាយរណបរបស់ចក្រភពអង់គ្លេសនៅថ្ងៃទី18ខែមីនាឆ្នាំ2014ក្រុមអ្នកវិភាគបានប្រើប្រាស់ទិន្នន័យ Ping BTO និង BFO របស់ផ្កាយរណប Inmarsat ហើយបានរកឃើញថាយន្តហោះMH370 បានបន្តហោះអស់ជិត6ម៉ោងទៀតតាមរយៈច្រករបៀងទី2របស់ម៉ាឡេស៊ីក្រោយមកគេក៏បានកំណត់ទីតាំងរករកថ្មីមួយទៀតគឺច្រករបៀងខាងជើងដែលទីនោះគឺជាដីគោកអាស៊ីហើយត្រូវបានលុបចោលវិញភ្លាមបន្ទាប់ពីរ៉ាដាយោធាចិននិងរ៉ាដាយោធារបស់ប្រទេសកាហ្សាស្ថានបានបញ្ជាក់ថាគ្មានយន្តហោះហោះកាត់ទីតាំងទីនោះទេដូចនេះការស្វែងរកត្រូវតែតម្រង់ទៅទិសខាងត្បូងនៃមហាសមុទ្រឥណ្ឌាវិញដែលមានចម្ងាយឆ្ងាយពីឆ្នេរអូស្ត្រាលីភាគខាងលិចប្រមាណជា2500គីឡូម៉ែត្របន្ទាប់មកនៅដើមខែមេសាឆ្នាំ2014គេក៏ទទួលបាននៅការចាប់សម្លេងរបស់កប៉ាល់អូស្ត្រាលីមួយឈ្មោះថា ADV Ocean Seal និងកប៉ាល់ចិនឈ្មោះ Haixin 01បានចាប់សញ្ញាសម្លេង Pulse ដែលចេញពីខាងក្រោមទឹកជាសម្លេង Sonar Ping ដែលប្រកាសថាគឺជាសញ្ញាអំពីប្រអប់ខ្មៅឬក៏ Black Box របស់យន្តហោះ MH370 ភ្លាមៗនោះគេក៏បានបញ្ជូនឧបករណ៍មុជទឹកស្វ័យប្រវត្តិ Bluefin 21ចុះទៅរកក្នុងបាតសមុទ្រនៅតំបន់នោះតែគេមិនទទួលបានលទ្ធផលអ្វីសោះពួកគេមិនបានប្រទះនៅប្រអប់ខ្មៅឬបំណែកបែកបាក់របស់យន្តហោះដូចអ្វីដែលគិតទុកនោះឡើយហើយក្រោយមកក្រោយពីការសន្និដ្ឋានឡើងវិញគេបានបញ្ជាក់ថាសញ្ញាសម្លេងនោះគឺជាកំហុសបច្ចេកទេសរបស់ឧបករណ៍កប៉ាល់តែប៉ុណ្ណោះក្រោយពីដំណាក់កាលទី1និងដំណាក់កាលទី2មិនទទួលបានលទ្ធផលអ្វីជាដុំកំភួនរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីមិនបានបញ្ឈប់ការស្វែងរកទាំងស្រុងនោះទេពួកគេបានបន្តនៅការរកដំណាក់កាលទី3ជាបន្តទៀតដោយធ្វើការប្រតិបត្តិការស្វែងរកនៅក្នុងបាតសមុទ្រជម្រៅជ្រៅដែលចាប់ផ្ដើមនៅខែមិថុនាឆ្នាំ2014រហូតដល់ខែមករាឆ្នាំ2017បេសកកម្មដ៏ធំមួយនេះត្រូវបានដឹកនាំដោយស្ថាប័នសុវត្ថិភាពទឹកជញ្ជូនអូស្ត្រាលីហៅកាត់ថា ATSB សហការជាមួយនឹងរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីនិងប្រទេសចិនដោយផ្លាស់ប្ដូរមកប្រើនៅបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ការរករកក្នុងបាតសមុទ្រជម្រៅជ្រៅដែលមានដូចជាឧបករណ៍វាស់ស្ទង់បាតសមុទ្រនិងកប៉ាល់ពិសេស Fugo Equator ត្រូវបានប្រើវាស់ជម្រៅនិងបង្កើតជាផែនទីបាតសមុទ្រ 3D ព្រោះថានៅបាតសមុទ្រនៅតំបន់នោះមានជម្រៅជ្រៅរហូតដល់ 6000 ម៉ែត្រឯណោះរួមទាំងមានភ្នំសមុទ្រដ៏ស្មុគស្មាញផងដែរដែលធ្វើឲ្យក្រុមអ្នករករកចាំបាច់ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងបញ្ជូនឧបករណ៍មួយទឹកចុះទៅក្នុងទីតាំងនៃបាតសមុទ្រនោះហើយនៅខែតុលាឆ្នាំ2014ការរករកជម្រៅជ្រៅបានចាប់ផ្ដើមដោយគេចាប់ផ្ដើមប្រើកប៉ាល់ជ្រោះរកចំនួន4ដែលមានឧបករណ៍ Sonar អូសតាមពីក្រោយនិងយានក្រោមទឹកស្វ័យប្រវត្តិដែលគេហៅថា AUVS ត្រូវបានដំឡើងនិងរករកក្នុងផ្ទៃបាតសមុទ្រក្នុងទំហំ 120,000 គីឡូម៉ែត្រដុល្លារឯណោះនេះកំឡុងខែកក្កដាឆ្នាំ2015ដែលពេលនោះអ្នករករកបានរកឃើញនៅបំណែកស្លាបរបស់យន្តហោះ MH370 ដែលស្ថិតនៅលើកោះ Vionion ដែលស្ថិតនៅមហាសមុទ្រឥណ្ឌាខាងលិចបំណែកស្លាបយន្តហោះផ្នែកខាងក្រោយឬក៏យើងហៅថា Liberon នឹងគឺមានប្រវែង2ម៉ែត្រត្រូវបានរលកបោកបក់ម៉ូទ័រនៅលើកោះ Vionion ដែលនេះគឺជាភស្តុតាងរូបប្រវត្តិដំបូងបំផុតដែលបញ្ជាក់ថា MH370 ពិតជាបានធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌាពិតមែនហើយការរករកនេះទៀតសោតក៏បានបន្តរហូតដល់ថ្ងៃទី17ខែមករាឆ្នាំ2017ដែលពេលនោះរដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសជាផ្លូវការនៅការផ្អាកប្រតិបត្តិការរករក MH370 ក្រោយពីបានរករកទៅលើទំហំ 120,000 គីឡូម៉ែត្រកាឡា
នៃបាតសមុទ្រឥណ្ឌាដោយពួកគេអាចស្វែងរកឃើញត្រឹមតែបំណែកស្លាបម្ខាងនៃយន្តហោះតែប៉ុណ្ណោះប៉ុន្តែប្រអប់ខ្មៅនៃយន្តហោះវិញគេនៅតែមិនអាចរកឃើញដដែលដូចនេះការសម្រេចចុងក្រោយរបស់រដ្ឋាភិបាលម៉ាឡេស៊ីអូស្ត្រាលីនិងចិនបានសហការគ្នារកតាំងពីដំបូងបានប្រកាសផ្អាកប្រតិបត្តិការស្វែងរកជាផ្លូវការនៅក្នុងឆ្នាំនោះរហូតដល់ដើមឆ្នាំ2018ដែលគេចាត់ទុកថាពេលនោះគឺជាដំណាក់ការទី4គឺជាប្រតិបត្តិការរកឯកជនក្រោមកិច្ចសន្យាមួយគឺ No Curve No Fee រវាងក្រុមហ៊ុន Ocean Infinity របស់សហរដ្ឋអាមេរិកនិងរដ្ឋាភិបាលម៉ាឡេស៊ីដែលចាប់ផ្ដើមពីខែមករាដល់ខែមិថុនាឆ្នាំ2018ក្រុមហ៊ុន Ocean Infinity បានប្រើប្រាស់នៅបច្ចេកវិទ្យាទំនើបក្នុងការរកដែលប្រើប្រាស់នៅកប៉ាល់ Seabed Contract ដែលបំពាក់នៅយានក្រោមទឹកស្វ័យប្រវត្តិ AUV រហូតដល់8គ្រឿងដែលវាអាចធ្វើការក្នុងពេលតែមួយបានដោយចុះទៅក្នុងទឹកជម្រៅរហូតដល់ 6000 ម៉ែត្រក្រោយពីការរកលើដីបាតសមុទ្រនិងបន្តរហូតដល់បាតសមុទ្របន្ថែមជាង 112,000 គីឡូម៉ែត្រក្រឡាក្នុងរយៈពេល76ខែប៉ុន្តែពួកគេនៅតែមិនអាចរកឃើញនៅតម្រុយរបស់យន្តហោះ MH370 បានហើយទីបំផុតប្រតិបត្តិការរកក៏ត្រូវបានផ្អាកសារជាថ្មីម្ដងទៀតនៅក្នុងខែមិថុនាឆ្នាំ2018ដដែលពោលគឺការរកដំណាក់កាលទី4នេះមានរយៈពេលត្រឹមតែ6ខែតែប៉ុណ្ណោះថ្មីបើប្រតិបត្តិការនឹងការរកត្រូវបានផ្អាកក៏ពិតមែនប៉ុន្តែការស្រាវជ្រាវតាមរយៈការវិភាគរលកធាតុអាកាសចរន្តទឹកសមុទ្រនិងទិន្នន័យវិទ្យុ WSPR នៅតែបន្តធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រឯករាជ្យដដែលរដ្ឋាភិបាលម៉ាឡេស៊ីក៏បានបញ្ជាក់ជារឿយៗថាពួកគេនឹងពិចារណាបើកប្រតិបត្តិការស្វែងរកសារជាថ្មីប្រសិនបើមានភស្តុតាងឬតម្រុយណាមួយជាក់លាក់ថ្មីកើតឡើងហើយនៅទីបំផុតនៅក្នុងឆ្នាំ2026នេះក្រោយពីបានផ្អាករកអស់រយៈពេល78ឆ្នាំការបន្តកិច្ចសន្យាថ្មីក៏បានចាប់ផ្ដើមពិតមែនកាលពីខែកក្កដាឆ្នាំ2026កន្លងទៅនេះរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីនិងក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបានប្រកាសកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន Ocean Infinity ម្ដងទៀតដោយបន្ថែមរយៈពេលរហូតដល់1ឆ្នាំទៀតពោលគឺរហូតដល់ថ្ងៃទី30ខែមិថុនាឆ្នាំ2027ដោយស្ថិតនៅក្រោមលក្ខខណ្ឌនិងកិច្ចសន្យាដដែលគឺ No Curve No Fee មានន័យជាភាសាខ្មែរថាបើរកឃើញនឹងទទួលបានប្រាក់ប៉ុន្តែបើមិនរកឃើញនោះទេនោះនឹងមិនទទួលបានទឹកប្រាក់បើសិនជារកឃើញនៅភស្តុតាងថ្មីៗក្រុមហ៊ុន Ocean Infinity នឹងទទួលបានទឹកប្រាក់រង្វាន់រហូតដល់$70 លានសហរដ្ឋអាមេរិកឯណោះពួកគេមានផែនការបន្តនៅការរកនេះគឺនៅក្នុងកំឡុងចុងឆ្នាំ2026ដោយសារតែស្ថានភាពអាកាសធាតុនិងចរន្តទឹកសមុទ្រនៅមហាសមុទ្រឥណ្ឌាភាគខាងត្បូងមានការប្រែប្រួលដូច្នេះប្រតិបត្តិការចុះរុះរកផ្ទាល់នៅក្នុងមហាសមុទ្រលើកនេះគឺបន្តរុះរកនៅក្នុងផ្ទៃក្រឡាដែលនៅសល់ប្រមាណជា7400គីឡូម៉ែត្រក្រឡាដែលចំណុចថ្មីនេះគឺស្ថិតនៅក្នុងតំបន់ Broken Rack ដែលវាគឺជាបាតសមុទ្រដែលមានជម្រៅជ្រៅរហូតដល់4000 ម៉ែត្រនិងមានជ្រលងភ្នំជ្រៅៗនេះហើយជាមូលហេតុដែលឧបករណ៍ scan ចាស់ៗកាលពីឆ្នាំ2014មើលរំលងឬក៏ scan មិនទាន់ដល់ហើយផែនការមួយនេះនឹងចាប់ផ្ដើមឡើងវិញនៅចន្លោះខែវិច្ឆិកាឆ្នាំ2026និងបញ្ចប់ទៅវិញនៅខែមេសាឆ្នាំ2027ដែលពេលនោះគឺជារដូវកាលដែលទឹកសមុទ្រមានរលកស្ងប់ល្អក្រុមហ៊ុន Ocean Infinity មានទំនុកចិត្តជាមួយនឹងភស្តុតាងថ្មីដែលបានរកឃើញតាមរយៈការសិក្សាស៊ីជម្រៅទៅលើប្រព័ន្ធរលកធាតុអាកាសរបស់អ្នកវិទ្យាសាស្ត្រឯករាជ្យកន្លងមកដូចជាលោក Richard Godfrey លោកគឺជាអតីតវិស្វករអវកាសនិងជាអ្នកស្រាវជ្រាវឯករាជ្យដ៏ល្បីឈ្មោះនិងល្បីល្បាញម្នាក់នៅក្នុងក្រុមការងារស្រាវជ្រាវរក MH370 Independent Group ដែលភស្តុតាងវិទ្យាសាស្ត្រថ្មីនេះលោកបានរកឃើញនិងយកមកប្រើប្រាស់ដោយផ្អែកទៅលើបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Weak Signal Progression Reporter ឬយើងហៅកាត់ថា WSPR បើតាមរយៈការស្រាវជ្រាវ WSPR វាប្រៀបដូចជាខ្សែលួសពន្លឺលេស៊ើអរូបីមួយដែលស្ថិតនៅកណ្ដាលអាកាសអញ្ចឹងដែររាល់ពេលដែលមានសញ្ញាប្រេកង់ឬមានវត្ថុអ្វីមួយឆ្លងកាត់វានឹងកត់ត្រាទុកយ៉ាងលម្អិតរាល់2នាទីម្ដងនៅក្នុងទិន្នន័យសាធារណៈ WSPR.net ដែលលោក Richard បាននិយាយថានៅពេលដែលមានប្រភេទយន្តហោះធំៗដូចជា Boeing 777 ហោះកាត់ខ្សែសញ្ញាវិទ្យុ WSPR ទាំងអស់នោះវានឹងប៉ះជាមួយនឹងតួយន្តហោះដែលនៅពេលដែលយន្តហោះទាំងអស់នោះហោះកាត់
ប្រព័ន្ធសញ្ញាវិទ្យុ WSPR វានឹងប៉ះជាមួយនឹងតួយន្តហោះផ្ទាល់ដែលវាធ្វើឲ្យខ្សែសញ្ញាវិទ្យុមានការប្រែប្រួលឬមានសញ្ញារំខានភ្លាមៗតែម្ដងលោក Richard បានយកទិន្នន័យ WSPR ដែលត្រូវបានកត់ត្រាទុកកាលពីយប់ថ្ងៃទី8 ខែមីនាឆ្នាំ2014យកមកវិភាគទៀងទាត់ឡើងវិញហើយពេលនោះលោកបានរកឃើញថាគឺមានសញ្ញារំខានជាបន្តបន្ទាប់នៅក្នុងកន្លងផ្លូវហោះហើរដែលត្រូវគ្នាយ៉ាងសុក្រិតទៅនឹងពេលវេលានៃការបាត់ខ្លួនរបស់យន្តហោះ MH370 យន្តហោះគឺមិនបានហោះត្រង់រហូតនោះទេតាមរយៈទិន្នន័យ WSPR បានបង្ហាញថាបន្ទាប់ពីបាត់ខ្លួនពីចំណុចរ៉ាដាយោធាយន្តហោះបានធ្វើការហោះឆ្វែលឬបត់បែនដែលភាសាបច្ចេកទេសគេហៅថា holding pattern អស់រយៈពេលប្រមាណជា22នាទីនៅក្នុងតំបន់កោះស៊ូម៉ាត្រាមុនពេលដែលបន្តហោះឆ្ពោះទៅទិសខាងត្បូងមហាសមុទ្រឥណ្ឌាពេលនោះលោកអាចកំណត់ទីតាំងថ្មីនៃការធ្លាក់យន្តហោះ MH370 នេះបានច្បាស់ជាងមុនតាមរយៈ WSPR ដែលវាដើរតួយ៉ាងសំខាន់ជារ៉ាដាប្រវត្តិសាស្ត្រដែលប្រាប់ពីចំណុចចុងក្រោយបង្អស់ដែលសញ្ញាត្រូវបានផ្ដាច់លោក Richard បានកំណត់ថាយន្តហោះដែលធ្លាក់នៅចំណុចនោះគឺជាចំណុច coordinate 33.177 នៅទិសខាងត្បូងនិង 95300 ស្ថិតនៅទិសខាងកើតដែលទីតាំងនោះគឺស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌាចម្ងាយប្រមាណ 1560 គីឡូម៉ែត្រភាគខាងលិចទីក្រុង Perth ប្រទេសអូស្ត្រាលីភស្តុតាងថ្មីដែលទទួលបានពី WSPR របស់លោក Richard មានន័យថាយើងអាចប្រើប្រាស់ទិន្នន័យវិទ្យុអាកាសធាតុដែលបន្សល់ទុកកាលពីឆ្នាំ2014ធ្វើជាប្រព័ន្ធរ៉ាដាមើលថយក្រោយដើម្បីគូសគន្លងហោះហើរពិតប្រាកដនិងចំណុចធ្លាក់ចុងក្រោយរបស់យន្តហោះ MH370 បានយ៉ាងច្បាស់លាស់និងមានប្រសិទ្ធភាពខ្ពស់នេះហើយជាហេតុផលនៃបច្ចេកវិទ្យាដ៏សំខាន់ដែលធ្វើឲ្យក្រុមហ៊ុន Ocean Infinity មានទំនុកចិត្តខ្ពស់ក្នុងការចុះទៅរុះរកយន្តហោះនោះសារជាថ្មីសរុបមកនៅក្នុងឆ្នាំ2026នេះសំណុំរឿង MH370 នៅតែមិនទាន់បិទបញ្ចប់នៅឡើយហើយសកម្មភាពស្វែងរកនឹងក្រុងចាប់ផ្ដើមបន្តបេសកកម្មនៅលើផ្ទៃសមុទ្រសារជាថ្មីនៅចុងឆ្នាំ2026នេះពួកយើងនឹងរងចាំមើលទាំងអស់គ្នាថាតើរឿងរ៉ាវ MH370 នេះនឹងទៅជាយ៉ាងណាហើយគេពិតជាអាចរកឃើញនៅតម្រុយសំខាន់បានដែរឬទេអំពីយន្តហោះ MH370 នេះពួកយើងនឹងរងចាំមើលទាំងអស់គ្នាសូមខមមិននៅខាងក្រោមវីដេអូនេះសម្រាប់មតិយោបល់បន្ថែមរបស់បងប្អូនប្រិយមិត្តទាំងអស់គ្នាហើយប្រសិនបើបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូរបស់ admin សូមជួយចុច like និង subscribe channel ម្នាក់មួយផងណាពួកយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយនៅពេលនេះសូមជម្រាបលា